លោកដូណាល់ត្រាំបានព្រមានថាហាម៉ាស់នឹងត្រូវរលាយខ្លួនសូន្យបើក្រាញ់អំណាចនៅហ្គាហ្សាប្រធានាធិបតីដូណាល់ត្រាំបានព្រមានថាហាម៉ាស់ប្រឈមមុខនឹងការរលាយបាត់រូបរាងប្រសិនបើក្រុមសកម្មប្រយុទ្ធនេះបដិសេធមិនព្រមបោះបង់ការគ្រប់គ្រងតំបន់ហ្គាហ្សាខណៈដែលបេសកជនអាមេរិកបានទៅដល់ប្រទេសអេស៊ីបនាថ្ងៃច័ន្ទនេះដើម្បីជំរុញការចរចាបិទឈប់បាញ់រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលយោងតាមការចុះផ្សាយរបស់ Independent នាថ្ងៃទី6 ខែតុលាលោកត្រាំបាននិយាយថាក្រុមសកម្មប្រយុទ្ធនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរប្រសិនបើក្រុមនេះនៅតែចង់ដណ្ដើមអំណាចការព្រមាននេះកើតឡើងនៅពេលដែលគណៈប្រតិភូមកពីអ៊ីស្រាអែលក្រុមហាម៉ាស់និងប្រទេសសម្របសម្រួលប្រមូលផ្ដុំគ្នានៅទីក្រុងកេដើម្បីធ្វើការឆ្ពោះទៅរកបទឈប់បាញ់និងការផ្លាស់ប្ដូរចំណាប់ខ្មាំងនិងអ្នកទោសដ៏មានសក្តានុពលបេសកជនរបស់ត្រាំគឺលោក Steve Witkoff និងលោក Jared Kushner ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចពិភាក្សានេះការចរចាធ្វើឡើងតាមផែនការបទឈប់បាញ់ចំនួន20ចំណុចដែលបានបង្ហាញកាលពីសប្តាហ៍មុនដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្រោមសំណើនេះក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ដោយក្នុងនោះត្រូវបានគេជឿថានឹងរួមបញ្ចូលចំណាប់ខ្មាំងដែលនៅរស់ប្រហែល20នាក់និងសាកសព25នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន250នាក់ដែលជាប់គុកអស់មួយជីវិតនិងអ្នកជាប់ឃុំ1700នាក់ពីហ្គាហ្សាកិច្ចព្រមព្រៀងនេះក៏បានរំពឹងផងដែរថាអ៊ីស្រាអែលនឹងដកកងកម្លាំងពីផ្នែកខ្លះនៃតំបន់ហ្គាហ្សាទោះបីជាទំហំនៃការដកចេញនៅតែមិនប្រាកដប្រជាក៏ដោយចំណុចសំខាន់មួយគឺតួនាទីគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាដោយផែនការនេះតម្រូវឲ្យក្រុមនេះចុះចេញពីអំណាចនយោបាយនិងទម្លាក់អាវុធចុះជាលក្ខខណ្ឌដែលក្រុមហាម៉ាស់តែងតែច្រានចោលរហូតមកដល់ពេលនេះលោកត្រាំបានជំរុញឲ្យអ្នកចរចាចាត់វិធានការយ៉ាងឆាប់រហ័សដោយបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថាពេលវេលាមានសារៈសំខាន់ឬការបង្ហូរឈាមដ៏ច្រើននឹងកើតឡើងលោកបានបន្ថែមថាដំណាក់កាលទី1នៃកិច្ចព្រមព្រៀងគួរតែត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះចំនួនឥឡូវនេះនៅក្នុងឆ្នាំទី2របស់ខ្លួនបានផ្ទុះឡើងនៅថ្ងៃទី7 ខែតុលាឆ្នាំ2023នៅពេលដែលក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែលដោយសម្លាប់មនុស្សប្រហែល1200នាក់និងចាប់ចំណាប់ខ្មាំងប្រមាណ251នាក់ការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង65000នាក់បានស្លាប់ដោយអង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យនិងពិពណ៌នាទំហំនៃការបំផ្លិចបំផ្លាញថាជាអំពើប្រល័យពូជសាសន៍យ៉ាងណាអ៊ីស្រាអែលបានប្រកែកថាប្រតិបត្តិការរបស់ខ្លួនកំណត់គោលដៅលើក្រុមហាម៉ាស់មិនមែនជនស៊ីវិលទេ